គោលនយោបាយ2025 2035 2049របស់កុំនេះទូទាំងពិភពលោកអញ្ចឹងយើងគួរដឹងហើយខមមិនមកផងอะไรណាសត្រូវដល់តែពីដែលអាក្រក់ជាប្រវត្តិសាស្ត្ររបស់ខ្មែរខ្លាំងបំផុតជាងថៃថ្ងៃណាបែរជារបស់មេចៅស្រុកខ្មែរវាមិនបង្កើតផែនការដែលគេហៅថារើសអើងពូជសាសន៍នេះដាក់ឲ្យខ្មែរស្អប់យួនហើយមិនចិនទេដែលវាជាឃាតករសម្រាប់ខ្មែរយ៉ាងរង្គាលគ្រប់សម័យកាលដូច្នេះសរុបមកវិញសង្គ្រាមរវាងកម្ពុជាថៃគឺជាផែនការដែលរៀបចំជាកញ្ចប់នៃផែនការសង្គ្រាម2025 2035 2049របស់គុំមួយនេះជួយស្ដីសម្រាប់បើសិនជាអ្នកទាំងអស់គ្នាបានដឹងហើយថាអ្នកទាំងអស់គ្នាត្រូវធ្វើអីហើយអ្វីដែលគេអាចធ្វើឲ្យសង្គ្រាមនេះវានៅតែបន្តវែងឡាយបានដូចខ្ញុំជម្រាបអ្នកទាំងអស់គ្នាចឹងព្រោះគេបានគ្រប់គ្រងមនុស្សទូទាំងពិភពលោកជាពិសេសនៅប្រទេសកម្ពុជាមនុស្សចំណាយពេលនៅមុខអេក្រង់ទូរស័ព្ទច្រើនជាងចំណាយពេលវេលាទៅលើអ្វីផ្សេងដូច្នេះហើយស្មើនឹងការគ្រប់គ្រងទូទាំងរបស់មនុស្សទៅលើប្រព័ន្ធអេក្រង់ហ្នឹងឯងបើយើងរបស់គ្នាដកគ្នាចេញពីអេក្រង់ទូរស័ព្ទឲ្យបានច្រើនជាយាមកាត់បន្ថយវាឲ្យបានច្រើន